ជំរាបសួរដល់បងប្អូនដែលបានស្ដាប់ឮខ្ញុំសូមសម្ដែងការរីករាយដែលមានការជួបជុំគ្នានៅថ្ងៃនេះហើយសូមកោតសរសើរថ្នាក់ដឹកនាំសង្គ្រោះជាតិពិសេសកោតសរសើរលោកស្រីលោកប្រុសមានមីងបងប្អូនកូនក្មួយទាំងអស់ដែលថ្ងៃនេះលះបង់ពេលវេលាលះបង់ការងារដើម្បីមកដាប់ព័ត៌មានពីគ្នាខ្ញុំសូមឲ្យទាំងអស់គ្នារួមគ្នាគិតរួមគ្នាយល់អីយល់ឲ្យត្រូវធ្វើអីធ្វើឲ្យត្រូវប៉ុន្តែគិតមានតែពីរទេលោកវិជ្ជបណ្ឌិតសួនរបស់សូលីដាគិតមានតែពីរតាគិតអំពីប្រទេសជាតិផងគិតអំពីជីវភាពជាប់ខ្លួនរបស់យើងផងត្រូវគិតភ្ជាប់គ្នាជានិច្ចគ្រប់ដង្ហើមចេញចូលអត់ពឹងអ្នកណាទេពឹងខ្លួនឯងប្រទេសជាតិខ្លួនឯងដូច្នេះតាមប្រទេសជាតិខ្លួនឯងយ៉ាងណាហើយជីវភាពខ្លួនឯងយ៉ាងណាហើយ34ឆ្នាំនៅជាមួយដៃចូលខ្សែហ្នឹងតើយើងកំព្រីអាណាថាវេទនាយ៉ាងណាខ្លះសូមឲ្យភ្ញាក់ឡើងថ្ងៃរះហើយភ្ញាក់ឡើងនរណាដែលថ្ងៃរះអត់ភ្ញាក់ហ្នឹងចាញ់ចាបទៀតបញ្ហាជាតិហ្នឹងអ្នកណាដែលថា7មករា79ហ្នឹងយួនមិនឆ្លៀនពៀនយួនមិនកាន់កាប់យួនមិនត្រួតត្រាមានអ្នកណាថាអញ្ចឹងថាទាំងជាតិទាំងអន្តរជាតិគេហៅ7មករា1979ហ្នឹងគឺយួនឆ្លៀនពៀនគឺយួនកាន់កាប់គឺយួនត្រួតត្រាព្រោះអីយួន20កងពលទាហាន120000នាក់ហើយមានស៊ីវិលយួនបើហេសំរិនយើងធ្វើអគ្គលេខាធិការធ្វើប្រមុខរដ្ឋមានប្រមុខរដ្ឋយួនមួយធំជាងហេសំរិនទៀតនៅវិញ79ប្រាប់ឈ្មោះឲ្យត្រង់ទៅលេខអញដូច្នេះមិនមែនហេសំរិនអ្នកគិតទេមិនហេសំរិនអ្នកសម្រេចទេយួនអ្នកគិតយួនអ្នកសម្រេចហេសំរិនអ្នកធ្វើតាមណែដល់លើគេគិតគេសម្រេចខ្លួនធ្វើតាមខ្ញុំគេហើយបំរើគេហើយនៅក្រៅមានក្រសួងច្រើនមាននាយករដ្ឋមន្ត្រីយ៉ាងណានោះក៏មាននាយករដ្ឋមន្ត្រីយួនដែរមិនដឹងជា B40 A50 អីមិនដឹងទេបណ្ណានោះទេនាយករដ្ឋមន្ត្រីវាគិតវាសម្រេចហើយវាឲ្យនាយករដ្ឋមន្ត្រីយើងធ្វើតាមវាដូច្នេះពី7មករា79មកយួនជាអ្នកគិតជាអ្នកសម្រេចយើងជាអ្នកធ្វើតាមក្រសួងមួយបើយើងមានរដ្ឋមន្ត្រីក្រសួងនេះក្រសួងនោះយួនក៏មានរដ្ឋមន្ត្រីក្រសួងនេះក្រសួងនោះដែរអារដ្ឋមន្ត្រីយួនគេហៅថាជំនាញការប៉ុន្តែជំនាញការហ្នឹងវាអ្នកគិតវាអ្នកសម្រេចខ្ញុំរដ្ឋមន្ត្រីដែរខ្ញុំអ្នកធ្វើកាលនោះខ្ញុំក៏ជាប់កំណែនយួនគេដែរ7មករាគេដែរធ្វើនយោបាយមុននឹងបានធ្វើបម្រើយួនប៉ុណ្ណាដល់មកធ្វើជាមួយសង្គ្រោះជាតិបានបម្រើខ្មែរវិញដូច្នេះចវាយខេត្តក៏អញ្ចឹងចវាយស្រុកក៏អញ្ចឹងមេឃុំក៏អញ្ចឹងប្រធានភូមិក៏អញ្ចឹងសត្វតែជំនាញការគិតឲ្យសម្រេចឲ្យថាឯងត្រូវចាប់ទាហាននៅឃុំនឹងបាន100ចាប់ទាហានទៅហើយយកទៅណាយកទៅសម្លាប់ខ្មែរគ្នាឯងហ្នឹងត្រីភាគីនៅឯក្រៅហ្នឹងណាខ្លះហ្វុនស៊ីបាច់នរោត្តមសីហនុសឿនសានខ្មែរក្រហមខៀវសំផនមើលមុខមើលខ្មែរដែរហ្នឹងដូច្នេះយួនវាយកខ្មែរសម្លាប់ខ្មែរអស់14ឆ្នាំ7មករា79មកដល់$23ឆ្នាំ91បានណា14ឆ្នាំបើអត់មានកិច្ចព្រមព្រៀងប៉ារី$23ឆ្នាំ91អត់មានការបោះឆ្នោតឆ្នាំ93មុខនេះមុខខ្មែរកម្ពុជាក្រោមទាំងអស់ហ្នឹងមែនតែនឹកក្រោយ79ក៏ពោះតិចដូចតែគ្នាហ្នឹងដូចតែស្រុកយួនចឹងមិនបាច់ទៅនឹកដល់កម្ពុជាក្រោមណានឹកដល់ក្រោយ79មុន91ហ្នឹងខ្ញុំរំលឹកឡើងវិញបន្តិចថាហេតុអីបានជាជាតិបានជាអន្តរជាតិយកចិត្តទុកដាក់ជួយប្រទេសកម្ពុជាយើងគេថាយួន
ត្រួតត្រាអស់លីងហើយពី79មកដល់កិច្ចព្រមព្រៀងប៉ារីសខ្មែរនៅក្រៅប្រទេសសម្ដេចនរោត្តមសីហនុអន្តរជាតិជួយឲ្យយួនដកថយទៅវិញណាមានកិច្ចព្រមព្រៀងប៉ារីសនោះដើម្បីឲ្យយួនដកថយទៅវិញមានកិច្ចព្រមព្រៀងប៉ារីសនោះឲ្យអ៊ុនតាក់មកជួយរៀបចំការបោះឆ្នោតនៅកម្ពុជាព្រះបរមសពនរោត្តមសីហនុខ្មែរកម្ពុជាក្រោមសមាគមខ្មែរកម្ពុជាក្រោមសូមទៅដង្ហែប្រសពអត់បានប៉ុន្តែសមាគមយួនសូមបានទៅដង្ហែប្រសពវាយស្គរលន់ឯងណាអត់បានទៅសំរងស៊ីសូមមកថ្វាយគុំប្រសពថាទេសំរងស៊ីឯងមិនបាច់មកទេទុកឲ្យខ្ញុំសម្រក់ទឹកភ្នែកតែម្នាក់ឯងបានទៅល្អមើលដូច្នេះពីនោះមកទល់ឥឡូវនេះយួនត្រៀបត្រាយួននៅតាមព្រំដែនចូលកម្ពុជាតាមចិត្តហើយទៅភ័យអីភ័យមកសំណងដូរខ្លាចមកសំណងដូរបង្កើតរដ្ឋហើយអាយួនបង្កើតគ្រប់ប្រខេតនោះមិនឃើញភ័យមកទៅមេដឹកនាំសពថ្ងៃនឹងគឺបើប្រយោជន៍យួនគាត់បំរើដាច់ថ្លៃមកបើប្រយោជន៍ខ្មែរគាត់ធ្វើទុកបុកម្នេញយើងអត់មានអាណិតអាសូរអីបន្តិចសោះបើវាមិនមែនខ្ញុំយួនវាថាទឹកកាន់អំណាច20ឆ្នាំចឹងទៅយើងបោះឆ្នោតបើដល់ថាកាន់អំណាច34ឆ្នាំហើយខ្ញុំយួនទៅដែរខ្ញុំយកប្រកាសទូទៀតបើយើងច្បាស់ហើយយើងត្រូវសង្គ្រោះជាតិយើងកុំឲ្យជាតិយើងនៅក្រោមយួនមានមហិច្ឆតាយួនមានកលបិចមិនដឹងអត់មានទីបញ្ចប់ទេអត់មានទីបញ្ចប់ទេប៉ុន្តែខ្ញុំរកឃើញទីបញ្ចប់ហើយជាង4ខែទៀតខ្មែរបោះឆ្នោតឲ្យសង្គ្រោះជាតិនឹងចាប់មហិច្ឆតាកលបិចយួននៅកម្ពុជាហើយគឺវាគឺថាគឺរកការសង្គ្រោះជាតិសូមកុំឲ្យខ្មែរបោះឆ្នោតបំរើវៀតណាមតាមពួកយួន7មករាឲ្យសោះ